មុខអ្នកខ្លាចមុខអ្នកខ្លាចបាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះខ្ញុំនិងក្រុមគ្រួសារបានអរគ្នាទៅលេងផ្សារទំនើប Eon Mall មានជ័យដែលមានទីតាំងស្ថិតនៅភូមិព្រែកតឡុង3សង្កាត់ចង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញហើយសម្រាប់ផ្សារទំនើបហ្មងដូចជាគេបាន support យូរហើយតាំងពី2023មកតាមចាំហ្នឹងហើយដូចជាថ្ងៃ7ខែមេសាឆ្នាំ2023ហើយផ្សារហ្នឹងគឺថាធំមកគឺថាហាងវិញមានដូចជា250ហាងហើយបើចំណតយានយន្តវិញអាចទុកបានជា4000គ្រឿងសម្រាប់ឡានបាទឥឡូវនេះពួកយើងបានធ្វើដំណើរមកដល់ផ្សារទំនើបហើយយើងដល់ប្រាស់ខាងមុខដើម្បីចាច់យកស្មុកយើងនឹងតដំណើរទៅជាន់ខាងលើខ្ញុំប្រហែលជាឡើងទៅជាន់ទី2ហើយដើម្បីចតឡាននៅខាងហ្នឹងវាមានភាពងាយស្រួលយើងដើរចូលទៅកន្លែងក្មេងលេងកំសាន្តផងតមកបានយើងចូលទៅខាងក្នុងដើម្បីមើលទស្សនភាពក្នុងផ្សារនេះឡើងចំណតមកហើយមកដល់ខាងលើនេះគឺថាសាឡាចំណតខាងលើនិយាយទៅគឺចំណតរបស់គេគឺធំទូលាយបាទដូចតែបានប្រាប់ពីក្បាលដំណងវីដេអូយើងគឺថាអាចទុកយានយន្តបានទៅរហូតដល់4000គ្រឿងបាទឥឡូវយើងកំពុងធ្វើដំណើរបន្តទៅខាងលើទៀតដើម្បីរកកន្លែងចតឡានបាទបន្ទាប់ពីបានចតឡានរត់រាល់ហើយក៏បានជួនក្រុមគ្រួសារមកខាងក្នុងដើម្បីដើរមើលពីទស្សនភាពនៅក្នុងផ្សារទំនើបគឺឃើញថាធំហើយឃើញមានមនុស្សច្រើនចាំថ្ងៃសម្រាប់គឺបងប្អូនយើងក៏បានមកលេងផ្សារទំនើបច្រើននេះកូនពូជខ្ញុំនេះដើរកោពេញផ្សារជាមួយម៉ាមីគេដើរទៅមុខកន្លែងនេះគេងោម៉ាមីគេដើរទៅចោលតាមអត់ឆ្វេងចូលហាងជប៉ុនទៀតបាទហើយខ្ញុំថាno កូនឡើយក៏យើងបានមកកន្លែងតោងលេងបាទដល់នេះដូចមិនតោងច្រឡំហើយគេហៅអីនេះដឹងតែកន្លែងក្មេងលេងបាទកូនខ្ញុំបានជិះនៅស្ងៀមអត់ខ្វាយខ្វល់អីទេហើយតែបានមកលេងសប្បាយទឹកមុខគេដូចតែមើលពីគេផងអីផងហើយអត់ដល់ចូលលេងទៀតអត់ស្អីឆ្លាស់ហើយកូនស្រីនេះទីរកកន្លែងញ៉ាំម៉ាមីអាយស្គ្រីមdaddy ice cream នេះឥឡូវយើងក៏បានធ្វើដំណើរបន្តទៅទៀតកន្លែងទិញ ice cream ជូនទៅគាត់បាទពេញម្ដងគាត់ចង់ញ៉ាំនេះដល់កន្លែង ice cream ហើយឈរអត់មានតាណាទៅឈរនៅមុខហ្នឹងមកចាំឲ្យម៉ាមីកំងហើយម៉ាមីក៏មិនមកងយូរក៏ទាញមែនយូរមករើសកូនចង់ញ៉ាំអីកូនចង់ញ៉ាំនេះក៏កំងហើយបានកាត់លុយកាត់អីរួចរាល់ហើយនេះទៅមើលទីកូនខ្ញុំនេះវ៉ាឆ្ងាញ់ណាស់ ice cream អូខេហើយឥឡូវកំពុងដើររកកន្លែងអង្គុយបន្តិចដើម្បីគាត់ញ៉ាំ ice cream មិនស្រួលបកដែរម៉ាមី ice cream កូនសម្រាប់បន្តិចតោះមកធ្វើដំណើរឡើងទៅជាន់ទី3បាទកន្លែងគេដាក់តាំងសម្ភារៈកន្លែងគួយកន្លែងអីចឹងគួយលេងគួយទៅឃើញដូចមានដុំនឹងគេហៅតាំងហើយដើម្បីបោះគួយតែនៅក្នុងនោះស្អាតថ្មីណាគាត់គួយជាគូដែរនេះកូនខ្ញុំនេះគួយលើបន្លែនេះលេងពីអ្នកបងប្អូនគេនេះសប្បាយអូនណាលេងជាស្ងំគេទិញបងស្រីគេក៏ស្ងំគេពីអ្នកបងប្អូនអត់ខ្វាយខ្វល់ទេបាទ
លេខ 3 នេះគេហៅដូងបើខុសឲ្យជួយកែកម្រិតផងបងប្អូននេះទស្សនភាពកន្លែងគេអង្គុយញ៉ាំអីបើឃើញមានមនុស្សច្រើនហើយនេះខ្ញុំថតកាត់ហើយក៏បានដើរកាត់កន្លែងស្ពានកញ្ចក់គេបាទម៉ាក់ខ្ញុំក៏ដើរដូចភ័យហើយក៏ថាំងដើរហូតដល់តំណងកដាលទេសួរអត់ហ៊ានដើរឡើងកញ្ចក់អត់មានតំណងទេទឹកមុខភ័យខ្លាចតែគាត់ក្លាហានគាត់ដើរទៅបាទខ្ញុំពោកូនផងថតផងបាទហើយនៅប្រពន្ធខ្ញុំហើយនឹងនៅកូនប្រុសខ្ញុំនៅខាងនោះឡើយទេអត់ទាន់មកទេគាត់ថារៀងខ្លាចថាកុំខ្លាចអីដើរមកអីទេគេដើរទៅហើយនេះខ្ញុំក៏បានត្រឡប់ក្រោយទៅយកគាត់មកវិញគាត់ថារយស្ងាត់តិចបានហ៊ានដែរទៅបាទតាមអីទេរបស់គេល្អតាមទំនើបជប៉ុនគេធ្វើមានគុណភាពល្អអីទេបាទនេះកូនប្រុសខ្ញុំអើតមើលដែរគេមើលទៅខាងក្រោមវ៉ាពុនខ្ញុំដើរទៅគៀនទៅពឹងហើយណាតែអារម្មណ៍ភ័យបានសួរតែភ័យខ្លាំងនេះខ្ញុំដើរទៅវិញពោកូនប្រុសកន្លែងនេះខ្ញុំដាក់នៅខ្វល់វីដេអូដែរបើសលេងទៅមុខអ្នកភ័យអីបាទស្អាតដល់កន្លែងស្ពានកញ្ចក់ហ្នឹងបាទព្រោះទៅលេងម្ដងទៅដើរមើលដែរគេថតសអ្នកភ័យណាតើមកយើងដើរបន្តទៅខាងមុខកន្លែងនេះនឹងគេហៅអីនេះដូចជាគេមានដាក់គីឡូដាក់អីដែរហើយគេហាត់ប្រាណក៏គេអាចជិះកង់ឲ្យបានក៏ខ្ញុំមិនច្បាស់ដែរកន្លែងហ្នឹងបាទទឹកវាខាងក្រោមយើងមកឲ្យដើរឲ្យស្គាល់កន្លែងផ្សារទំនើបគេធំតែដើរអត់សពទេបងប្អូនចោះណាកូនប្រុសខ្ញុំណាប្រាប់ដប់ដួលទៅមុខទៀតនេះយើងដើរលេងនៅក្នុងផ្សារយូរយើងមកម្ដងដើរយើងសោកតិចចេញពីខាងក្នុងក៏យើងឡើងទៅខាងលើបាទខាងលើហ្នឹងគឺបរិយាកាសគឺស្រស់ស្រាយបាទពេលល្ងាចចេះផងអាចទិញឲ្យយកមកអង្គុយញ៉ាំនៅបងអីដែលគេមកដល់នេះម៉ាក់យាយថាហត់គាត់ឲ្យចៅគាត់នឹងជិះនឹងធរទៅគាត់ពោគាត់រុញម្ដងគាត់ឃើញពួកខ្ញុំពោម្នាក់មួយនឹងឃើញហត់ហើយគាត់រុញលេងរុញអីម៉ាមីនឹងអង្គុយចាប់ថតខ្ញុំមកអង្គុយនៅបងម្ដងហើយតបក៏អីគេដាក់ហ្នឹងថតម៉ាក់មួយកូនខ្ញុំរុញលេងរុញនៅខាងលើហ្នឹងគឺស្រស់ស្រាយខ្លាំងណាស់ពេលល្ងាចចឹងគឺទៅជាស្អាតយើងមើលទៅឃើញព្រះអាទិត្យលិចអីបាទសម្រាប់បងប្អូនណាដែលអត់ទាន់បានទៅលេងអីបាទខ្ញុំវេខមមិនឲ្យទៅលេងម្ដងដែរបាទហើយនេះក៏យើងបានធ្វើដំណើរចេញមកវិញបាទដោយសារតែយើងប្រញាប់ទៅញ៉ាំអីនៅខាងក្រៅបាទហើយនេះជាទស្សនវិជ្ជាតាមដងផ្លូវពេលដែលយើងចេញពីផ្សារទំនើបIon Mall មានជ័យហ្នឹងមកគឺផ្លូវគេធំទូលាយស្អាតហើយយើងជិះមកឃើញព្រះអាទិត្យរៀបអស្ដំកុដមើលតែគឺស្រស់ស្រាយមែនទែនស្រស់ស្អាតព្រះអាទិត្យតែខ្ញុំអត់បានថតនៅខាងឆ្វេងឬក៏ខាងស្ដាំដៃបាទគឺឃើញមានទឹកមើលខាងស្ដាំហ្នឹងគឺសុទ្ធតែគាខ្ពស់បាទនៅក្នុងក្រុងរាជធានីភ្នំពេញរបស់យើងបាទហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបាទអរគុណពុកម៉ែបងប្អូនគ្នាដែលបានទស្សនាបាទសូមអរគុណ